តោះបងប្អូនប្រាក់យើងទាំងអស់គ្នាអ្នកដែលមានបញ្ហាធុញថប់ផ្នែកអារម្មណ៍ព្រោះតែការងារច្រើន stress ច្រើនអញ្ចឹងយើងរកមធ្យោបាយកាត់បន្ថយភាពតានតឹងរបស់យើងតាមរយៈការដើរកម្សាន្តព្រៃឬក៏យើងតែធ្វើសកម្មភាពណាមួយដែលយើងស្រឡាញ់និងចូលចិត្តដើម្បីកាត់បន្ថយភាពតានតឹងបើសិនជាយើងបដ ாய் ឲ្យខ្លួនយើងនៅតែ stress ហ្នឹងវាអាចកើតជាជំងឺផ្សេងអញញោជំរាបសួរហើយសួស្ដីទៅកាន់ប្រាក់យើងទាំងអស់គ្នាថ្ងៃនេះយើងទៅលេងព្រៃទាំងអស់គ្នាតើហើយថ្ងៃនេះយើងដាក់លក្ខណៈឈុតធំត្មងប្រាក់យើងឲ្យ8នាក់មួយឡានហ្នឹងជីចង់ជន់កគ្នាលៀនដាតថ្លែប៉ុន្តែសបាយមុំណាថ្ងៃនេះជីខាងក្នុង6នាក់ខាងក្រោយ2នាក់ម៉ោង11យើងជួបជុំគ្នាយើងណាត់គ្នាទៅកន្លែងដែលមានទេសភាពស្អាតចម្អិនអាហារហូបបាយហូបទឹកជុំគ្នាងូតទឹកងូតអីជុំគ្នាអញ្ចឹងទៅសបាយនិយាយពីសបាយលេងនិយាយឲ្យប៉ាក់យើងហើយយើងឆ្លៀតពេលដើរលេងខ្លះទៅប៉ាក់យើងឲ្យតន់យើងនៅមានកម្លាំងយើងអាចដើរលេងបានលំហែកាយលំហែអារម្មណ៍ខ្លះដើម្បីកាត់បន្ថយភាពតានតឹងរបស់យើងដែលយើងបានបំពេញការងារយ៉ាងនឿយហត់នៅទីក្រុងបន្ទាប់ពីយើងទៅដល់កន្លែងហើយយើងក៏រើអីវ៉ាន់ចុះពីឡានទៅដល់កន្លែងដែលយើងចំអិនអាហារហូបចុកជុំគ្នានៅកន្លែងហ្នឹងហើយប៉ាក់យើងឃើញទេសភាពពិតជាស្អាតខ្លាំងណាស់សំឡេងទឹកអូហូវហើយលាយឡំជាមួយនឹងឫសឈើធម្មជាតិផ្ទាំងថ្មបង្កើតបានជាផ្ទាំងទស្សនីយភាពមួយដ៏ស្រស់ត្រកាលខ្លាំងមែនទែនសម្រាប់អ្នកដែលមានភាពធុញថប់អីទៅដល់នឹងភាពធុញថប់របស់យើងវាអណ្ដែតហូរទៅតាមទឹកអស់ហើយបន្ទាប់ពីយើងបានយកអីវ៉ាន់ទៅដល់ទីតាំងរបស់យើងឲ្យហើយយើងគ្នាច្រើនអញ្ចឹងម្នាក់ម្ដាយមួយជើងអ្នកខ្លះធ្វើនេះធ្វើនោះអញ្ចឹងទៅហើយខ្ញុំក៏ទៅយកកដាក់ដាំបាយមុនគេដោយសារតែរាល់ដងនឹងធ្វើមហូបឲ្យភ្លេចដាំបាយដល់រហូតអញ្ចឹងថ្ងៃហ្នឹងយើងដាក់ដាំបាយមុនគេហ្មងចុងភៅកំពុងតែលៀងទាជះរៀងដល់ស្រស់សង្ហាតែសោកស្ដាយត្រង់ថាគាត់លៀងនៅកដាលព្រៃយើងគ្មានពីណាឃើញរៀងសង្ហារបស់គាត់ទេនៅចំតិតចំតងខ្វេះគូទាចុះឡើងនឹងឃើញទានឹងមានពងនឹងមិនដឹងប្រងធ្វើស្អីទេបើគ្រូខំគាត់កំពុងតែធ្វើធុងតកកធម្មជាតិខាំធ្វើអីគ្រូខាំមិនដឹងធ្វើអីបាទធ្វើអីគេធ្វើធុងតកកធម្មជាតិណាបាទការងាររបស់ខំពិសិដ្ឋវិញគាត់ទទួលបន្ទុកប្រមូលថ្មមកដាក់គោឲ្យផុតពីទឹកដើម្បីយើងដាក់អស់បកាត់ភ្លើងអាំងសាច់នៅនឹងទឹកហ្នឹងហ្មងបើបងសំអឿនយើងវិញការងាររបស់គាត់ក៏តែកាប់អាស័យយកមកចងដើម្បីធ្វើជាលហាត់ទឹកពីអ្នកគ្រូម៉ៅសម្រាប់អាំងទារបស់យើងនៅឯបមាត់ទឹកនេះយើងធ្វើឲ្យវាប្លែកអារម្មណ៍ប្លែកចិត្តម្ដងតាឥណ្ឌានឹងខំកុកកំពុងតែបោយកលោកគ្រួយកមកកាប់លាយឆាជាមួយនឹងសាច់ទាហើយគ្នា8នាក់លេងមកព្រឹកនឹងបានអាលោកតែ3 4ទេហើយមេឃខែហ្នឹងក៏នៅតែសាំណាស់ដែរយើងកំពុងតែធ្វើម្ហូបហ្នឹងកំពុងតែរៀបចំធ្វើនេះធ្វើនោះវាភ្លៀងមករហូតហើយពីព្រឹកមេឃស្រឡះធ្លាក់ខ្យល់បើកថ្ងៃក្តៅចេះសោះហ្នឹងណាអញ្ចឹងយើងក៏ត្រូវបខំចាត់លាតបូលតង់ចងអីត្រៀមទុកឲ្យហើយខែលោភ្លៀងខ្លាំងទៅយើងធ្វើអីអត់កើតទេសើមកហើយខំគប់គាត់មកមើលបាយគាត់ថាបាយហ្នឹងដាក់ទឹកច្រើនពេកអញ្ចឹងតើជាប់ទឹកចេញខ្លះបានឆ្ងាញ់មេចុងភៅញាប់ដៃញាប់ជើងបកខ្ទឹមដាក់គ្រឿងដាក់អីរៀបចំដាក់ស្លហើយបើមេអឿនគាត់កំពុងតែតឡើងទាំងហាលដាក់ទៅចូលទៅក្នុងលហាត់ទឹករបស់យើងរៀបចំដាក់ចូលទៅសាកទៅក្នុងទឹកចង់ដឹងថាវាវិលអត់ហើយអូនពៅហ្នឹងគាត់វិលអង្គុយតែសើចតែមេអឿនហ្នឹងគាត់ថាធ្វើមិនកើតទេហើយបើគ្រូខាំវិញគាត់ថាទាដឹងកាលបានហូបទេអូនមកខ្មៅយើងនេះយកបន្លែយកជីយកអីមកលាងត្រៀមទុកឲ្យហើយគ្រូមកខ្មៅហ្នឹងឲ្យតែឃើញកាមេរ៉ាមកកញឹមខ្ជិបឥឡូវជាប់រហស្សនាមដាក់ឈ្មោះគ្រូកាមេរ៉ាហើយមេចុងភៅយើងក៏ចាំប្រហុកបដាហ្នឹងដាតលិតផ្លាប់មិនដឹងគិតពីរឿងស្អីទេខំកុកគេថែមខ្ជូងឲ្យវាមានល្ងើខ្លាំងតិចថាអាំងទាទៅឆាប់បានហូបគ្រូម៉ៅពងតែធ្វើតម្រត្រជើងសម្រាប់រហាត់ទឹករបស់យើងតែដោយសារតែទឹកវាខ្លាំងពេកអញ្ចឹងយើងពិបាកទប់ការតស៊ូព្យាយាមរបស់គ្រូមុខខ្មៅជាមួយនឹងសំអឿនឥឡូវទទួលបានជោគជ័យហើយរហាត់ទឹករបស់យើងអាចដំណើរការបានហើយពេលនេះហើយមកពីអូស្ត្រាលីហ្នឹងស្លោគេហ្នឹងស្លោគេគ្រឿងមិនយូរព្រៃហ៎នេះគឺជាទស្សនភាពឬក៏សកម្មភាពរបស់ប៉ាក់យើងទាំងអស់គ្នាដែលកំពុងតែញាប់ដៃញាប់ជើងរៀបចំធ្វើម្ហូបធ្វើបាយធ្វើទឹកចុងភៅកំពុងតែកូវីគ្រឿងហើយចំណែកឯទាយើងប្រឡាក់គ្រឿងចងដាក់ជាមួយនឹងលហាត់ទឹកហើយឥឡូវវាដំណើរការប៉ុន្តែដូចជាអត់ស្រួលទេនៅទៅចងអត់ទាន់ជាប់ស្រួលចុងភៅយើងដាក់សាច់ចូលម្ដងកូវីដាក់គ្រឿងដាក់អីឥឡូវជះក្លិនឈ្ងុយបដាហើយប៉ាក់យើងអើយចែសំអឿនយើងនឹងខំធ្វើលហាត់ទឹកតម្រាំតែបានតែពេលហើយគាត់ខ្ជិលរឿងចងទានឹងចងអត់ជាប់ទៅវាវិលយកហើយទៅអង្គុយផឹកបាត់ហើយឥឡូវនឹងអូនពៅគាត់ថាអត់ស្រួលទេអញ្ចឹងគាត់សេរីទានឹងចងឲ្យជាប់ជាមួយនឹងអាស័យនឹងកុំឲ្យវាយកអញ្ចឹងបើយើងដាក់អាំងទៅវាវិល smooth ល្អឧបត្ថម្ភផ្កាប់មុខដោយទឹកមាត់ធាតុកម្មខ្មែរដែលមានបទពិសោធន៍សាងសង់និងកែសម្រួលផ្ទះធាតុកម្មតាំងពីឆ្នាំ2009ចំណេះជំនាញពិតបទពិសោធន៍ពិតបងប្អូនដែលមានចំណាប់អារម្មណ៍អាចទំនាក់ទំនងទៅ page ទឹកមាត់ធាតុកម្មខ្មែរផ្ទាល់ធ្វើមួយមកចងឯងខ្មែរចង់អង្គុយកាត់អូមើលងាយ
ông mơ nghe của mai ហើយទីអាងរបស់យើងហ្នឹងវាដោយសារតែមេឃភ្លៀងអញ្ចឹងខំពិសិដ្ឋហ្នឹងគាត់ឈរទទួលឆាតឲ្យទីអាងហ្នឹងទៀតព្រោះមេឃដូចជាគោធ្វើបាបយើងរហូតដែរប៉ុន្តែទេសភាពក៏កាន់តែស្អាតបរិយាកាសក៏កាន់តែល្អវាបង្កើតបានទៅជាអារម្មណ៍រីករាយស្រស់ថ្លាប្លែកមួយបែបម្យ៉ាងទៀតដែរបាទយើងទាំងអស់គ្នាដល់ម៉ោងខ្ញុំត្រូវបញ្ចេញស្នាដៃលាបគ្រឿងទៅលើសាច់ទានឹងម្ដងឲ្យវាកាន់តែមានរសជាតិឈ្ងុយឆ្ងាញ់ហើយសម្រស់វាកាន់តែស្រស់ផូរផង់ឡើងបើទោះជានៅកណ្ដាលព្រៃក៏ដោយព្រោះអាហ្នឹងគឺជាសិល្បៈនៃការហូបចុកត្រូវតែរៀបចំឲ្យស្អាត ខ្លាំងមួយខ្ញុំអេមែ សម្លឆ្អិនហើយឥឡូវយើងដាក់បន្លែចូលអាមេឃត្រជាក់មកពីក្រោមផងភ្លៀងមកពីលើផងអញ្ចឹងយើងត្រជាក់ដល់ទៅពេលយើងបានសម្លក្តៅនឹងជាតិខ្លាំងណាស់បាក់យើងអើយទីអាំងនេះអាសាណាបបលខ្លួនអត់ចេះហត់អត់ចេះអីទេបាយម្ហូបរបស់យើងឆ្អិនដល់ហើយឥឡូវយើងយកដុំថ្មមកដាក់គោលើគ្នាកល់ធ្វើជើងតុកហើយយើងដាក់កម្រាលតុកយើងហូបបាយនៅមាត់ទឹកហ្នឹងតោះបាក់យើងហូបបាយបែបលក្ខណៈធម្មជាតិទាំងអស់គ្នាបរិយាកាសបែបហ្នឹងមិនដឹងថា10ឆ្នាំមានប្រមាណដងទេបាក់យើងហើយអញ្ចឹងយើងរស់នៅដោយភាពសប្បាយរីករាយព្រោះយើងអត់ដឹងថាយើងត្រឡប់ទៅវិញនៅថ្ងៃណាទេ កុំច្រឡំណាមែនគ្នាណាថែណាចាណាថា ខ្ញុំរវល់តែថតរូបធ្វើមិនឲ្យបានស្អាតតែមើលទៅមហូបប៊ីចិត្តអស់ហើយប៉ាយើងហើយទារបស់យើងក៏យើងអត់យកវាមកហ្មងតែយើងដាក់អាំងឲ្យវានៅក្តៅហ្នឹងយើងយកហូបម្ដងតិចហើយយើងហូបបាយបែបលក្ខណៈធម្មជាតិបែបហ្នឹងបង្កើតបានទៅជាបរិយាកាសមួយយ៉ាងស្រស់រីករាយការចងចាំដ៏ល្អដែលយើងមានចំពោះគ្នាអ្នកដែលយើងទៅលេងជាមួយគ្នានៅថ្ងៃហ្នឹងក៏ដាក់ឈៀលម្នាក់មកកំប៉ុងពីរកំប៉ុងទៅយើងអត់ដាក់ច្រើនទេហើយហែលទឹកលេងខ្លះអីខ្លះទៅតែដោយសារបងប្អូនយើងខ្លះគាត់អត់ស្រួលខ្លួនអញ្ចឹងហែលទឹកតែខ្ញុំហើយនឹងគ្រូម៉ៅទេហូបបាយរួចហើយយើងក៏ប្រមូលអីវ៉ាន់របស់យើងលាងសម្អាតវាដាក់ចូលទៅក្នុងកេសហើយត្រឡប់ទៅវិញហើយពេលដែលមុននឹងត្រឡប់ទៅវិញហ្នឹងក៏យើងបានប្រមូលសម្រាមយកមកដាក់ដុតសម្អាតឲ្យស្អាត ដល់កន្លែងដែលយើងមកលេងទាំងអស់នេះក៏ប្រមូលសម្រាប់ដល់រហូតតែគ្រាន់តែថាពេលខ្លះខតអានេះស្រាប់ក្តៅកែលោបងប្អូនឃើញ ដំណើរកំសាន្តដែលយើងបានធ្វើដំណើរទៅលេងអាំងទាអាំងអីជុំគ្នាជាមួយនឹងប៉ាក់យើងដែលទៅខាងឃុំសំរោងភូមិក្បាលដំរីស្រុកអរ៉ាល់ខេត្តកំពង់ស្ពឺត្រូវបានចប់ត្រឹមប៉ុណ្្នឹងហើយប៉ាក់យើងទាំងអស់គ្នាហើយក៏សូមអរគុណដល់បងប្អូនទាំងអស់គ្នាដែលបានចំណាយពេលវេលាដ៏មានតម្លៃមើលវីដេអូនេះហើយសូមបងប្អូនទាំងអស់គ្នាជួយ follow page ម្នាក់មួយផងអរគុណ